ជំរាបសួរក៏ដូចជាសួស្តីទៅកាន់គ្នាយើងថ្ងៃនេះខ្ញុំមាន topic មួយនិយាយអំពីការខិតខំដើម្បីខ្ជិលមុននឹងចូល topic ខ្ញុំសូមនិយាយការពីខ្លួនឯងសិនខ្ញុំមិនមែនជាគ្រូជោគជ័យទេប៉ុន្តែខ្ញុំទទួលការអប់រំពី CEO អគ្គនាយករបស់ខ្ញុំក៏ចង់យករឿងដែលខ្ញុំទទួលបានការអប់រំនោះយកមកចែករំលែកទៅកាន់គ្នាយើងដើម្បីទទួលបានបទពិសោធន៍ថ្មីក៏ព្រោះតែបច្ចុប្បន្នខ្ញុំសង្កេតឃើញថា Gen Z គ្នាយើងគឺមានច្រើនសហគ្រិនច្រើនណាស់ខ្ញុំឃើញការរកស៊ីផុសតាម online គឺច្រើនខ្លាំងមែនទែនអញ្ចឹងខ្ញុំក៏ចង់លើក topic ហ្នឹងមកនិយាយថាខំដើម្បីខ្ជិលហើយខំបែបណាដើម្បីឆាប់ខ្ជិលអាចគេនៅផ្ទះបានអាច relax បានគ្នាយើងខ្លះប្រហែលជាឆ្ងល់ហើយខំដើម្បីខ្ជិលបីអូខេតោះយើងចូលធានបទ topic របស់យើងតែម្ដងអញ្ចឹងខ្ញុំសុំមួយទៀតមុននឹងចូល topic ខ្ញុំចង់បាន comment ពីពិតថាគ្នាយើងកំពុងតែស្ដាប់ពី topic មួយនេះខ្ជិលដែរទេខ្ជិលទៅធ្វើការអត់សម្រាប់ខ្ញុំកំពុងតែ voice over ហ្នឹងក៏ខ្ជិលដែរប៉ុន្តែវាជាទូនាទីគឺជាកាតព្វកិច្ចដែលខ្ញុំត្រូវតែធ្វើវាពេលដែលខ្ញុំនិយាយអញ្ចឹងច្បាស់ថាមានសំណួរមកថាអញ្ចឹងបើខ្ជិលទៅខំទៅអីខ្ញុំខំគឺដើម្បីទៅខ្ជិលហ្នឹងឯងហើយភាពខ្ជិលហ្នឹងសម្រាប់ខ្ញុំគឺមនុស្សគ្រប់គ្នាអាចនឹងមានសិទ្ធិជ្រើសរើសគឺអត់អាចថាខ្ជិលនឹងជារបស់អ្នកណាម្នាក់ទេមនុស្សគ្រប់គ្នាគឺមានសិទ្ធិខ្ជិលប៉ុន្តែសួរថារាល់ថ្ងៃហ្នឹងយើងចង់ខ្ជិលពិតប្រាកដមែនអត់ឬក៏គ្រាន់តែថាខ្ជិលហើយជាលេសមួយទេអញ្ចឹងត្រឡប់មកវិញកុំឲ្យគ្នាយើងស្មុគស្មាញច្រើនភាពខ្ជិលគឺជាការឆាប់ចូលនិវត្តន៍ក្មេងហ្នឹងឯងហើយមូលហេតុមួយទៀតដែលខ្ញុំខំប្រឹងពីឥឡូវហ្នឹងខ្ញុំខំប្រឹងដើម្បីអនាគតពេលដែលខ្ញុំខំប្រឹងទៅពេលដែលខ្ញុំទទួលបាននូវផលិតផលដែលខ្ញុំខំប្រឹងពីបច្ចុប្បន្ននេះទៅអនាគតខ្ញុំអាចឆាប់ឈាននិវត្តន៍ខ្ញុំអាចខ្ជិលបានខ្ញុំអាចគេងបានខ្ញុំអាចធ្វើអ្វីដែលខ្លួនឯងចង់ធ្វើខ្ញុំអាចទៅញ៉ាំអីបានខ្ញុំអាចដើរលេងបានជាមួយនឹងគ្រួសារជាមួយនឹងមិត្តភក្តិជាមួយនឹងបងប្អូនជាមួយនឹងសាច់ញាតិតែតាមអ្វីខ្ញុំចង់ធ្វើហើយ topic មួយនោះខ្ញុំបានទទួលចេញពីថ្មីមកសម្ដីពីរបស់ CEO របស់ខ្ញុំដែលគាត់បាននិយាយក្នុងការប្រជុំមួយគាត់ថាការខិតខំពីក្មេងទៅគឺដើម្បីតែខ្ជិលអញ្ចឹងខ្ញុំចាប់បានហើយក៏បកស្រាយដើម្បីឲ្យគ្នាយើងស្ដាប់អញ្ចឹងគ្នាយើងត្រូវតែរកខ្លួនឯងឲ្យឃើញទៅគិតតែខ្លួនឯងស្រឡាញ់អ្វីធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ដើម្បីអនាគតរបស់យើងពេលដែលយើងរកឃើញខ្លួនឯងយើងធ្វើអ្វីដែលយើងស្រឡាញ់គឺយើងមានមោទនភាពលើខ្លួនឯងមែនទេដែលយើងទទួលបានលទ្ធផលអ្វីដែលយើងស្រឡាញ់យើងឃើញលទ្ធផលហ្នឹងគឺពិតៗអញ្ចឹងទៅធ្វើការហ្នឹងកុំគិតថាដើម្បីតែក្រុមហ៊ុនយើងត្រូវតែគិតថាទៅធ្វើការហ្នឹងគឺដើម្បីតែពង្រឹងសមត្ថភាពពង្រឹងជំនាញរបស់ខ្លួនឯងស្រឡាញ់វាអាច apply ទៅអនាគតបានជំនាញរបស់យើងហ្នឹងបែបហ្នឹងសរុបមកវិញ topic ខំដើម្បីខ្ជិលគឺមានន័យថាឲ្យយើងខំពីក្មេងទៅដើម្បីអាយុត្រឹមតែ30យើងអាចចូលនិវត្តន៍យើងអាចអង្គុយនៅមាត់សមុទ្រយើងអាចធ្វើអ្វីទៅតាមអ្វីដែលយើងចង់យើងអាច relax ជាមួយនឹងគ្រួសាររបស់យើងពេលអ្វីដែលខ្ញុំលើកឡើងខាងដើមមកខ្ញុំគិតថាជា Gen Z គ្នាយើងអាចនឹងធ្វើបានដោយសារតែប្រហែលឆ្នាំមកនេះឃើញដូចជាការដោះលូតលាស់ Zen របស់សហគ្រិនគឺច្រើនខ្លាំងមែនតើឃើញ Gen Z គ្នាយើងផុសលក់ online ကုန်វាវិញអញ្ចឹងអនាគតច្បាស់បើសិនជាយើងខំតិចទៅយើងខំមួយឆ្នាំពីរឆ្នាំទៀតទៅយើងខំពីរឆ្នាំទៀតទៅធ្វើ business ត្រូវច្បាស់នឹងអាចឆាប់ចូលនិវត្តន៍លឿនហើយអូខេអញ្ចឹង topic មួយនេះខ្ញុំសូមបញ្ចប់តាមហ្នឹងអរគុណទៅកាន់អ្នកទាំងអស់គ្នាដែលបានស្ដាប់ដល់ចំណុចនេះខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នាយល់ពីអ្វីដែលខ្ញុំចង់ចែករំលែកហើយជួបគ្នានៅ topic ខាងក្រោយខ្ញុំនឹងជ្រើស topic ប្លែកៗដើម្បីចែករំលែកទៅកាន់ Gen Z គ្នាយើងអរគុណជម្រាបលាបាយបាយ